ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានធ្វើការដឹកនាំសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធរៀបចំក្របខ័ណ្ឌការងាររួមដើម្បីផ្ដល់សេវាឲ្យបានគប់ចិត្តដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅច្រកចេញចូលតែមួយក្នុងកិច្ចប្រជុំអន្តរក្រសួងមួយត្រូវបានរៀបចំកាលពីថ្ងៃទី26ខែសីហាឆ្នាំ2026នៅទីស្តីការក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ដើម្បីពិភាក្សាលើការរៀបចំក្របខ័ណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបរិយាខុនដូឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍលំនៅឋាននៅកម្ពុជាក្នុងកិច្ចប្រជុំនេះអាយដាមឧបនាយករដ្ឋមន្ត្រីសៃសំអាល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានលើកឡើងថាក្រសួងរៀបចំដែនដីបានផ្ដើមរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគតាមរយៈការផ្ដល់សេវាគប់ចិត្តដែលមានភាពងាយស្រួលឆាប់រហ័សនិងច្បាស់លាស់ប្រជាពលរដ្ឋអាចមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនចាំបាច់ទៅរកស្ថាប័នជំនាញច្រើនកន្លែងនាំឲ្យខាតពេលវេលានិងបង្កភាពស្មុគស្មាញនោះទេច្រកចេញចូលតែមួយនេះជួយកាត់បន្ថយហានិភ័យដូចគ្នាទៅនឹងគម្រោងមួយចំនួនដែលក្រសួងបាននឹងកំពុងដោះស្រាយនាពេលបច្ចុប្បន្នឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាឆ្លើយតបទៅនឹងការងារនេះក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខ័ណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគដូចជាបរិយាខុនដូជាដើមនៅក្នុងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកម្ពុជាហៅកាត់ថា KMDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួនជាក់ស្ដែងក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ទទួលភារកិច្ចពិនិត្យមើលផ្នែកសុរិយោដីរៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងលំនៅឋានជាដើមដូចជាផ្ទៀងផ្ទាត់ថាតើទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ឬនៅហើយទីតាំងនោះគួរជាទីតាំងពាណិជ្ជកម្មសេដ្ឋកិច្ចពិសេសប្រជុំជនកសិកម្មឬលំនៅឋានចំពោះនគរពាណិជ្ជកម្មក្រសួងនឹងពិនិត្យលើកម្ពស់អតិបរមានៃសំណង់គម្លាតសមស្របលំហសាធារណៈសម្រាប់ប្រើប្រាស់កន្លែងទុកដាក់សំណល់រឹងរាវនិងចំណតជាដើមកិច្ចការក្រៅពីនេះគឺផ្ដោតលើគុណភាពសុវត្ថិភាពសោភ័ណភាពនិងប្រភេទលំនៅឋានដើម្បីកំណត់ថាទីតាំងណាគួរជាបរិយាដែលមានលំនៅឋានប្រណិតលំដាប់ខ្ពស់លំដាប់មធ្យមជាលំនៅឋានតម្លៃសមរម្យឬជាខុនដូចំណែកក្រសួងមហាផ្ទៃទទួលបន្ទុកលើការរៀបចំឋានានុក្រមរដ្ឋបាលភូមិឃុំឲ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួនរីឯក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងលូហើយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជាអ្នកផ្គត់ផ្គង់ទឹកដោយមានផែនការជាក់លាក់ដោយឡែកក្រសួងរាយនិងធម្មពលធានាថាការផ្គត់ផ្គង់អគ្គិសនីត្រូវអនុវត្តទៅតាមគម្រោងច្បាស់លាស់ហើយក្រសួងប្រៃសណីនិងទូរគមនាគមន៍ទទួលខុសត្រូវលើការតភ្ជាប់បណ្ដាញទូរស័ព្ទនិងអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកផ្ដល់អាជ្ញាប័ណ្ណជូនអ្នកស្នើសុំដោយពិនិត្យមើលការបំពេញលក្ខខណ្ឌគ្រប់គ្រាន់និងទទួលបានការអនុញ្ញាតដោយក្រសួងជំនាញតាមរយៈការគិតគូរនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាល់បានបង្ហាញក្តីសង្ឃឹមថាច្រកចេញចូលតែមួយថ្មីនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលប្រជាជនដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់